មនីថាដល់ស្រស់ស្អាតមួយនេះដែលមានចម្ងាយប្រមាណតែ2ម៉ោងពីភ្នំពេញតែភាគច្រើនបងប្អូនតែងតែមើលរំលងជិះហួសមកហួសហើយថ្ងៃនេះផងដែរខ្ញុំចង់មកបង្ហាញសកម្មភាពសប្បាយៗទាំងពីរយ៉ាងបាទជិះអូតូរ៉ៃពីរប្រភេទនៅនឹងរមណីយដ្ឋានទំនប់មល្លិចហើយពួកខ្ញុំក៏ខានមកលេងកន្លែងនេះក៏យូរដែរមកហើយអញ្ចឹងចង់ដឹងថាខាងទំនប់មល្លិចមានអីប្រែប្រួលអភិវឌ្ឍដល់ណាហើយក្រៅពីសម្រស់ព្រៃភ្នំទំនប់បឹងបួរកុំឲ្យខាតពេលយូរមកទស្សនាវីដេអូនេះជាមួយនឹងពួកខ្ញុំទាំងអស់គ្នាជម្រាបសួរពុកម៉ែបងប្អូនកន្លែងទី1គឺខ្ញុំមកលេងមល្លិច Adventure ពេលដែលយើងចូលកន្លែងគេនេះយើងត្រូវទិញសបុតបានម្នាក់ 5000 រៀលដែលសបុតនេះយើងអាចដូរជាភេសជ្ជៈអីនៅខាងក្នុងនឹងបានពេលដែលយើងដើរចូលមកខាងក្នុងនឹងគេមានជាម៉ូតូខ្វាត់បាយអីយើងអាចជួលជិះបានណាឥឡូវនេះដល់ច្រកចូលហើយបងប្អូននិយាយទៅការរៀបចំគឺស្អាតជាមួយនឹងធម្មជាតិស្រស់បំព្រងគេក៏មានជាកន្លែងបាញ់ធ្នូមានអីដែរនិយាយទៅកន្លែងទំនប់មល្លិចនេះគឺធំហ៎បងប្អូនគេមានរៀបចំជាស្មៅរៀបចំជាសួនដើមឈើធំធំមកលុបត្រជាក់ស្រួលពណ៌ឡើងបេតងស្រស់និយាយទៅមានការថែទាំបានស្អាតបានដល់ខាងក្នុងនេះគេមានជាហាងកាហ្វេមួយផងដែរអញ្ចឹងទៅបងប្អូនអាចមកដូរយកភេសជ្ជៈបាទអាចដូរជាភេសជ្ជៈកំប៉ុងឬក៏កាហ្វេតែបេតងអីជាដើមកន្លែងអង្គុយគេមានជាន់លើជាន់ក្រោមនិយាយទៅបើចំហស្រស់ស្រាយល្អមែនតើសំខាន់យើងអាចគយគុណបឹងឡើងធំហើយមានជួរភ្នំចេះទៀតបងប្អូននៅគឺថាស្អាតមែនតើណានៅកន្លែងនេះខ្ញុំចង់បង្ហាញបន្ទប់ទឹកគេនៅកន្លែងនេះបន្តិចគេរៀបចំបានស្អាតមែនមើលទៅ clean អនាម័យមែនតើទំនប់មល្លិចនេះមានរមណីយដ្ឋានច្រើនណាបងប្អូនបាទមានទាំងកន្លែងគេមានហាងកាហ្វេផ្សេងទៀតហើយនៅនឹងគេមានលក្ខណៈជាហាងកន្លែងកញ្ចុះកន្លែងយើងអង្គុយលេងអាចបោះតង់បោយបានណាគេមានជាកញ្ចុះជាច្រើននិងអាហារដ្ឋានដែលបងប្អូនអាចកំងអីញ៉ាំនៅនឹងពេលថ្ងៃសម្រាប់ចុងសប្តាហ៍អីអញ្ចឹងណាហើយកន្លែងគេក៏ធំដែរមិនចូលទៅកន្លែងហាងកាហ្វេខ្ញុំដូរយកជាភេសជ្ជៈគីដោយសារតែគីនេះគឺថាងាយស្រួលដាក់ក្នុងខ្លួនហ្មងបាទមិនចាំបាច់ញ៉ៃរឿងតកអីទេឃ្លៀងកោះផឹកបានហើយកញ្ចុះខាងក្រៅនេះគេអាប់ដេតបន្ថែមអញ្ចឹងទៅសំខាន់គេមានធ្វើជាអូតូរ៉ៃដែលយើងអាចសាននៅលើទឹកមើលទេសភាពភ្នំបានទៀតសម្រាប់ការជិះមួយជុំនេះគឺម្នាក់ 20000 រៀលអូតូរ៉ៃនេះគេធ្វើជាលក្ខណៈកង់4បាទហើយគេធ្វើដូចជាកូនឡានកង់ឡាវ៉ាន់ណូបាទហើយនិយាយទៅគេរៀបចំផ្លូវគេស្អាតហ្នឹងគេមានដាក់សញ្ញាបន្ថយលបឿនសញ្ញាអីហើយជិះជន់ទៅមុខរៀងលឿនដែរហ្នឹងពេលយើងជន់ខ្លាំងឃើញអញ្ចឹងបងប្អូនយើងជន់ទៅរៀងស្ទុះទៅមុខដែរហ្នឹងតែយើងជិះលេងអានេះគឺសុបាយបងប្អូនអត់មានភ័យអីទេដោយសារតែវាកង់4ហ្នឹងអញ្ចឹងណាហើយឃើញអញ្ចឹងមួយជុំរៀងឆ្ងាយគ្រាន់បើដែរណាបងប្អូនព្រោះថាជិះទៅដល់ខាងចុងហើយត្រូវត្រឡប់បកមកផ្លូវនឹងមកវិញសំខាន់ទេសភាពស្អាតខ្លាំងបាទយើងជិះនៅលើទឹកបដាអញ្ចឹងទៅយើងអាចគយគោតទេសភាពព្រៃភ្នំបឹងបួរជុំវិញនឹងតែម្ដងកម្មភាពមួយនេះខ្ញុំជឿថាមិនថាកូនក្មេងមនុស្សតូចមនុស្សធំដូចពួកខ្ញុំអីទៅនឹងដឹងតែចង់ជិះសប្បាយហ្មងបងប្អូនទីខមមិនមែនតើផ្លូវគេមានធ្វើកោងកវិចកវៀននិយាយថាអូតូរ៉ៃហ្នឹងគេមានដាក់ខ្សែក្រវ៉ាត់សុវត្ថិភាពអីត្រឹមត្រូវបងប្អូនបាទជាប់ទៅនឹងឡានហ្នឹងតែម្ដងហើយសម្រាប់កង់ហ្នឹងរត់ដូចនៅលើផ្លូវអទេសភ្លើងអញ្ចឹងដែលមានកលៈអីគេងាំជាប់ជាមួយនឹងផ្លូវអញ្ចឹងមិនបាច់ភ័យថាអូទីលបោធ្លាក់ទឹកធ្លាក់អីអត់មានទេបាទសុវត្ថិភាពនិយាយទៅសកម្មភាពមួយនេះគឺថាសប្បាយប្លែកខ្ញុំជឿថាបងប្អូនពុកម៉ែបងប្អូនដែលមានកូនតូចកូនធំអីមកលេងកន្លែងនេះពិតជាត្រូវហើយណាមួយយើងអាចមកកំសាន្តបាទអង្គុយញ៉ាំអាហារទៅតាមកញ្ចុះនៅលើទឹកហ្នឹងក៏បានដូចគ្នាមួយកន្លែងគេនេះធំបាទហើយក៏មានកញ្ចុះច្រើនដែរជិះសប្បាយបានមកសតួឥឡូវនេះមកដល់ទីតាំងដើមវិញហើយធុញពេលដើរលេងបាទចង់ញ៉ាំភេសជ្ជៈអីតតែដាក់តកដាក់អីខ្ជិលនឹងកាន់កែវតកអីមិនបាច់ទេមានតែគីសនេះគឺស្រួលហើយមិនបាច់ដាក់តកក៏ត្រជាក់ឆាញ់ដែរនិយាយទៅគីសហ្នឹងគឺថាផ្លែខុសគេហ្មងបើមិនជឿសាកបានសំខាន់ញ៉ាំហើយក្លិនមាត់ក៏អូប្រហើរទៀតមិនចាំបាច់ដល់ថ្មិញនិយាយមែនហើយបើកលេងមើលទេសភាពនៅកន្លែងទំនប់មល្លិចនេះវិញអូយបងប្អូននៅស្អាតខ្លាំងទឹកឡើងថ្លាសត្វស្លាបអីហោះហើរច្រើនពេញហ្នឹងទំនប់មល្លិចនេះមែនទេទៅនៅនឹងព្រំបតលរវាងខេត្តកំពតនិងតាកែវក្នុងឃុំជ្រេះស្រុកជុំគិរីខេត្តកំពតខ្ញុំភ្លេចប្រាប់ទៅឆ្នាំថ្មីនេះគឺថាអស់ស្ទះហ្មងពេជ្របើកម្លាំងគីសបានដាក់រង្វាន់ធំថ្មីលុយដុំ$6666ហេងសុយអីផឹកគីមួយកំប៉ុងតែលុយក្នុងកង់លោត$16,666ណាសំខាន់មិនមែនមានតែលុយសុទ្ធទេបងប្អូនគីសមានរង្វាន់ច្រើនណាស់មានទាំងឡានថ្មីស្រឡាង Toyota Rai រង្វាន់ម៉ូតូ Honda Beat ស៊េរីថ្មីទូរស័ព្ទស៊េរីថ្មី Samsung Galaxy A55 ជាច្រើនគ្រឿងទៀតឥឡូវហ្នឹងយើងចេញពីហ្នឹងទៅខ្ញុំនាំបងប្អូនទៅជិះកន្លែងអូតូរ៉ៃមួយប្រភេទទៀតនៅនឹងរមណីយដ្ឋានចំការដងមលែកបើគិតពីច្រកចូលមកកន្លែងនេះគឺដល់មុននៅនេះក៏រៀងធំក្រនដែរបងប្អូនបាទមានសួនផ្កាមានទេសភាពភ្នំដីដូចគ្នានៅហ្នឹងក៏មានជិះស៊ីបឡាញ់ខ្សែរ៉តអីអញ្ចឹងណាហើយសម្រាប់អូតូរ៉ៃនេះម្នាក់ 20000 រៀលដូចគ្នាគ្រាន់តែអូតូរ៉ៃនេះខុសពីលើកមុនហ្នឹងកាលនេះជិះលើតែផ្លូវមួយបងប្អូនអញ្ចឹងទៅរៀងភ័យជាងអាមុនដោយសារតែពេលដែលយើងជិះទៅមុខទៅវារៀងផ្អៀងកលិចអញ្ចឹងប៉ុន្តែអត់មានជ្រុះទៅណាបងប្អូនព្រោះថាហ្នឹងវាជាប់ជាមួយនឹងផ្លូវហ្នឹងតែម្ដងហើយផ្លូវគេនេះក៏កវិចកវៀនឆ្ងាយដែរណាបងប្អូនបាទយើងជិះកាត់ព្រៃភ្នំចលងអូកមានជាការសប្បាយប្លែកអារម្មណ៍មែនតើបងប្អូននៅហ្នឹងមានកញ្ចុះមានដើមឈើមានជាផ្កាមានអីច្រើនមានជីកាត់ក្នុងព្រៃរស័យមានអីអញ្ចឹងណាបងប្អូនប្លែកមែនអូស្នេហ៍ទឹកបដៅស្នេហ៍អើយអូយភ័យណាសុកកាន់អើយអូតូរ៉ៃនេះគេក៏មានពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពផងដែរ
និយាយទៅផ្លូវគេមានកាច់កង់ឡើងទួលចោះទួលរីកមិនមែនតែនបាននៅថ្ងៃចុងសប្តាហ៍នៅថ្ងៃទំនេរអីបងប្អូនអាចមកសាកបងជីលេងកំសាន្តសប្បាយបានសម្រាប់ទីតាំងកន្លែងនីមួយៗចាខ្ញុំតម្លាក់ Google Maps នៅក្នុងខមមិនខាងក្រោមឲ្យណាអញ្ចឹងវីដេអូយើងក៏ដល់ទីបញ្ចប់ហើយបើសិនជាបងប្អូនចូលចិត្តកុំភ្លេចជួយ like ចូល comment ចូលចែករំលែកម្នាក់មួយផងណាបាទជួបគ្នានៅវីដេអូថ្មីទៀតជម្រាបលា